អូខេសំណួរសួរថាតើ Diamond City និង Snapdragon ខុសគ្នាត្រង់ណាចឹងងាយទេហើយក៏ខ្ញុំបញ្យល់ឲ្យអ្នកគ្នាយល់ទាំងអស់គ្នាហ្មងទៅចំពោះ chip Snapdragon ហើយជាមួយនឹង chip Diamond City ខុសគ្នាដូចជា chip Snapdragon អាចមាន driver ផ្ទាល់ខ្លួនមួយដែលអាចដាក់លេង game emulator បាននឹងងាយតែម្ដងហើយអាចងាយក្រាស់ទៀតចឹងខ្ញុំមាន emulator នេះមួយដែលមានឈ្មោះថា Sudachi មិនមែនតែមួយទេគឺមានដល់ Eden Optimize Eden Nightly អីមកកណ្ដោតែខ្ញុំលើកទៅ Sudachi មកនិយាយមួយទេហើយចឹងខ្ញុំមាន Storm Ninja Storm Connection នេះអ្នកគ្នាមើលហើយមាន GPU driver ដែលខ្ញុំប្រើ 26.0.0 revision 8ហើយអ្នកគ្នាអាចមើលបានក្នុងចอហ្នឹងហើយខ្ញុំលេង game ហ្នឹងវាបានប្រហែលជា60 frame ជាងទៅ45 frame ហើយបន្តមកគឺយើងមកចូល Diamond City អញ្ចឹង Diamond City គឺវា available ឲ្យយើងទេគឺវាឲ្យយើងបើកអាកន្លែងហ្នឹងទេអាកន្លែង custom GPU driver ហ្នឹងគឺវាឲ្យយើងបើកនេះមានន័យថាវាត្រូវប្រើ GPU original ហ្នឹងមិនមែន GPU original ពីទូរស័ព្ទណា original GPU original ពីកម្មវិធីដែលវាដាក់ឲ្យ set ឲ្យ mail GPU ហ្នឹងហើយ GPU Diamond City គឺប្រើ Meli ប្រើ Meli ហើយវាមានកតុយលេខអញ្ចឹងទៅចំពោះ Snapdragon នេះវាប្រើ Adreno ដែលមានកតុយលេខដូចគ្នាហើយក្រៅពីហ្នឹងមានមួយ corner ទៀតយើងចូលទៅក្នុង game ដើមយើងgame នៅ Play Store យើងណាអញ្ចឹងជាមួយ game នៅ Play Store វិញគឺ Snapdragon អត់ឈ្នះ Diamond City ទេ Diamond City គឺ optimize game នៅលើ Play Store ចង់មក 99% អីឧទាហរណ៍ងាយយល់មួយគឺលេង Mobile Legends គឺបាន 120 frame ក្នុងកម្ដៅ 48 អង្សាសេចង់បែរថាខ្ញុំទៅ 30 អង្សាសេទៅ 35 អង្សាសេពេលខ្លះវាអត់ support ពេញទៀតដូចទូរស័ព្ទខ្ញុំនៅ Redmi Turbo 3 ហ្នឹងគឺឧទាហរណ៍ថាពេលខ្លះអង្សាសេទូរស័ព្ទរបស់ខ្ញុំ35ញ៉េទៅវាលេងបាន60 frame ញ៉េទៅពេលខ្លះឈួតអញ្ចឹងហើយពេលខ្លះក្តៅចង់ឆេះហើយវាបាន120អញ្ចឹងទៅវាអញ្ចឹងយល់អត់ចាំមិនថាវាអត់សូវ support បានល្អប៉ុន្មានទេដូច Diamond City ទេ Diamond City គឺវាបាន120 frame ជាប់រហូតហ្មងបើយើងបើក120 frame បើកទូ device វាជាប់រហូតហ្មងគឺវាអត់ធ្លាក់ទេហើយអស់ចាខ្លាំងមែនទេខ្ញុំអង្គុយឆ្ងល់ចុយមកសំខាន់អូនវាលេងប៉េះហើយទូរស័ព្ទក្តៅយើងឆេះហើយវារត់ធម្មតាហើយទូរស័ព្ទខ្ញុំវិញម៉ែដូចទូរស័ព្ទ2500ណាប៉ុន្តែគាត់ថាលេង game emulator ទៅហើយជាងអូខេហើយនិយាយមួយទៀតគឺកម្ដៅហើយមកចាំនិយាយទេពួកពណ៌ Snapdragon ហ្នឹងពណ៌ Series XS ហ្នឹងក្តៅចុយមកចុយថាបើពណ៌តកោ flagship ដូចជា Elite Agent 2 Agent 1មកចាំនិយាយដល់ពណ៌លេខទេដល់និយាយពណ៌លេខមកនិយាយទៅដូចជា8 ដើមមិនអាហ្នឹងអាចជាមកទាបានហើយបើសិនយើងលេង Fortnite នេះធៀមមកលេខដៃឲ្យទៅបើសិនជាមានដូចជា Elite វិញគឺយើងអាចលេងបានមិនសូវក្តៅបានទេព្រោះលេង game ទូរស័ព្ទបន្តហ្នឹងលេងណាសង្គ្រាមលើកទី2ស្អីនេះវាមិនសូវក្តៅបានទេបងខ្ញុំលេងហើយបើជាពណ៌តកោអាចេះអាមានអីគេអា H ហើយមាន S ហ្នឹងគឺមានន័យថាវាឡាយវាគេថាមកទឹកAgent 3មានន័យថាកូនរបស់ Agent 3អញ្ចឹងកូនរបស់ Agent 3វាស្មើនឹង Agent 2តែ Agent 2ខ្ពស់ជាងវាបន្តិចអញ្ចឹងវាវាកណាតែវាអាចឈ្នះ Agent 3បានទេ Agent 3លេងទៅជាក់ជាងឆ្ងាយហើយវាបើក ray tracing បានមកឆ្ងាយនេះលយហ្មងនិយាយទៅតែយើងត្រូវចាំថានេះគឺជាទូរស័ព្ទ mid range នេះយើងក៏វាមិនសូវយៀនណាស់បានដែរហើយលេងមកម្ដងវាគ្រាន់បើដែរហើយមានប៉ុណ្្នឹងទេហើយយកទៅសិក្សាយកខ្លួនឯងទៅហើយបើចង់ឲ្យខ្ញុំដោនអាហ្គេមណាតូនណាអ្នកគ្នាលេងតែបញ្ជាក់ថា storage អ្នកគ្នា 512G ហើយបើឆ្ងល់ឲ្យ storage ខ្ញុំបាន256អូខេខ្ញុំមានអារម្មណ៍និយាយដែរ